គូទី68ខ្សែទឹកខាងក្នុងពាក់ផ្លាកលេខ135ទុកមានឈ្មោះថាដីដោះសែនជ័យបារមីព្រះអង្គខ្មៅបាទព្រះអង្គខ្មៅដែលអញ្ជើញមកពីខេត្តកំពង់ចាមចំណែកឯខ្សែទឹកខាងក្រៅពាក់ផ្លាកលេខ136អគ្គមហាពញាចក្រីបារមីសម្រិទ្ធស្រីសួរបាទសម្រិទ្ធស្រីសួរអញ្ជើញមកពីរាជធានីភ្នំពេញដែលមានឯកសណ្ឋានពណ៌ត្រួយចេកស្រស់ល្អណាស់លោកស្រីប្រាក់ទំហោះបាទពណ៌ចាំងចែងតែម្ដងត្រូវឆាយមែនតើចាំមើលទៅឃើញដូចតាក់ទាញចាតាក់ទាញខ្លាំងប៉ុន្តែអ្វីដែលសំខាន់គឺខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានពណ៌ក្រហមចុងចង្វាពណ៌សទៅវិញទេដែលជាអ្នកនាំមុខឃើញដាច់ហើយផុតកងពាន់ទី2ដីដោះសែនជ័យបារមីព្រះអង្គខ្មៅទទួលបានការឧបត្ថម្ភពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតហ៊ីងប៊ុនហៀងនិងឯកឧត្តមអ៊ុនចិន្តាចាឃើញថានាំមុខដាច់ទូកដែលមានឈ្មោះថាអគ្គមហាពញាចក្រីបារមីសម្រិទ្ធស្រីសួរចាឧបត្ថម្ភដោយសម្ដេចប្រធានរដ្ឋសភាចាសម្ដេចអគ្គមហាពញាចក្រីហេងសំរិនចាបាទគូទី68ហ្នឹងជ័យជំនះគឺបានទៅដល់ទូកដែលមានឈ្មោះថាដីដោះសែនជ័យបារមីព្រះអង្គខ្មៅបាទចំណែកគូទី116គូទី116ដីដោះសែនជ័យបារមីព្រះអង្គខ្មៅតែទូកនេះគឺទទួលបានការឧបត្ថម្ភពីលោកអង្គញាទ្រីភិបចំណែករតនកុមារតេជោសែនជ័យគឺបាទសូមអធិស្ឋានចាសូមអធិស្ឋានឯកឧត្តមនាយឧត្តមសេនីយ៍បាទហ៊ីងមុនហៀងនិងឯកឧត្តមអ៊ុនចិន្តាអភិបាលខេត្តកំពង់ចាមបាទរីឯទូកខ្សែទឹកខាងក្រៅសវណ្ណរាជសីបារមីបន្ទាយមហានគរឧបត្ថម្ភដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីកាយកំយ៉ានទូកនេះគឺមកពីខេត្តបន្ទាយមានជ័យស្ថិតនៅក្នុងវត្តសវណ្ណរាំងសីចាឃុំគយមេងនេះខ្ញុំសូមជម្រាបជូនថាខ្សែទឹកខាងក្នុងដីដោះសែនជ័យបារមីព្រះអង្គខ្មៅរបស់ឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតហ៊ីងប៊ុនហៀងនិងឯកឧត្តមអ៊ុនចិន្តាចាអភិបាលខេត្តកំពង់ចាមនាំមុខហើយនាំមុខទៅលើសវណ្ណរាជសីបារមីបន្ទាយមហានគររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកាយកំយ៉ានបាច់ប្រហែលជាដាច់ចាប្រហែលជាដាច់មើលទៅដោយសារថាមកដល់មុខព្រះពលាជ័យសភាពនៃកម្លាំងនៃការអមរបស់ដីដោះសែនជ័យបារមីព្រះអង្គខ្មៅដោយមិនធ្លាក់ដៃរឹតតែបង្កើននៃល្បឿនដាច់ហើយចាឃើញដាច់បាទចាដូច្នេះដីដោះសែនជ័យបារមីព្រះអង្គខ្មៅបានទទួលជ័យជំនះទៅលើសវណ្ណរាជសីបារមីបន្ទាយមហានគរតែទឹកខាងក្រៅដីដោះសែនជ័យបារមីព្រះអង្គខ្មៅកំពុងតែនាំមុខហើយកំពុងតែនាំមុខទៅលើសវណ្ណរាជសីបារមីបន្ទាយមហានគរខេត្តបន្ទាយមានជ័យឥឡូវឃើញថាខ្សែទឹកខាងក្រៅដីដោះសែនជ័យបារមីព្រះអង្គខ្មៅពេលនេះកំពុងតែដាច់តែកណ្ដាលទូកហើយកំពុងតែបន្ថែមល្បឿនទៅមុខទៀតឥឡូវឃើញថាខ្សែទឹកខាងក្រៅបានចូលមកដល់ទីមុនគូប្រកួតរបស់ខ្លួនគឺដីដោះសែនជ័យបារមីព្រះអង្គខ្មៅគូទី119បាទគូទី119នៅពេលនេះបានមកដល់ចន្លោះកងពាន់ទី1និងកងពាន់ទី2ហើយខ្សែទឹកខាងក្នុងដីដោះសែនជ័យបារមីព្រះអង្គខ្មៅខេត្តកំពង់ចាមចំណែកឯខ្សែទឹកខាងក្រៅ LHR ដែលចូលសែនជ័យបាទដីដោះសែនជ័យបារមីព្រះអង្គខ្មៅចាឃើញថាខ្សែទឹកខាងក្នុងដាច់ប៉ាត់តែម្ដងដីដោះសែនជ័យបារមីព្រះអង្គខ្មៅឧបត្ថម្ភដោយឯកឧត្តមនាយឧត្តមសេនីយ៍ហ៊ីងមុនហៀងនិងឯកឧត្តមអ៊ុនចិន្តា
ចាអាប់បាខេត្តកំពង់ចាមលោកអុកបឋមទូខ្សែទឹកខាងក្នុងដាច់ហើយដាច់ LXR ដែលចូលសែនជ័យ LXR ដែលចូលសែនជ័យក៏មិនធម្មតាដែរល្អប្រហែលថ្ងៃល្អមកហើយឧបត្ថម្ភពីសំណាក់លោកអុកញ៉ាហ៊ុនតូ ឯកសម្បត្តិដូចគ្នាពណ៌ដូចគ្នាបាទ លេងហួ តែ រ ល្បឿនដាច់ឆ្ងាយមែនទែនបាទល្បឿនខុសគ្នាបាទ ចាដាច់តែម្ដងដាច់ ដាច់តែម្ដងបាទសម្រាប់គូទី19បាទគឺខ្សែទឹកខាងក្នុងដែលមានឈ្មោះថាដីដុសសែនជ័យបារមីព្រះអង្គខ្មៅខេត្តកំពង់ចាម នេះឃើញថាគាត់បដូរផ្លាស់ប្ដូរលទ្ធផលចាតកែប្រាំងសែនជ័យចាចាញ់ទៅលើត្រីភិបសែនជ័យបារមីដែលចូលចារបស់លោកអង្គញាត្រីភិបចាដីដោះសែនជ័យបារមីព្រះអង្គខ្មៅរបស់ឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតហ៊ីងមុនហៀងជាមួយនឹងឯកឧត្តមអ៊ុនចន្ទរាចាខ្សែទឹកខាងក្រៅដែលឈ្នះម្ដងរួចមកហើយឥឡូវនាំមុខទៀតហើយនាំមុខ LXR ដែលចូលសែនជ័យរបស់លោកអង្គញាហ៊ុនតូនិងលោកអង្គញាលេងហួរចាសភនភាពស្រស់ដូចគ្នាប៉ុន្តែដីដោះសែនជ័យបារមីឲ្យព្រះអង្គខ្មៅគឺឆើតមិនត្រឹមតែស្រស់ហើយគឺឆើតព្រោះថាឈ្នះទាំងពីរជើងតែម្ដង អ្នកដាច់ទៀតតែបន្ថែមល្បឿនមកហើយដើម្បីដណ្ដើមយកជ័យជំនះនៅធីវាទី1ឯគូទី131នេះខ្សែទឹកខាង134 ចាបងប្អូនជាទីគោរពរាប់អានឥឡូវនេះទូគូទី134នេះបងប្អូនចាទូគូទី134នេះបានន័យថាដីដោះសែនជ័យបារមីព្រះអង្គខ្មៅរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ចាបណ្ឌិតហ៊ីងវុនហៀងនិងឯកឧត្តមអ៊ុនចន្ទរាចាខ្សែទឹកខាងក្នុងហើយខ្សែទឹកខាងក្រៅគឺវាស្បូវសែនជ័យប៉ុន្តែគណៈកម្មការលោកមិនផ្ដល់លទ្ធផលទេដោយសារតាគូនេះនៅធ្វើការជាមួយគ្នាទៀតអញ្ចឹងគណៈកម្មការលោកអត់ផ្ដល់លទ្ធផលទេមានខ្ញុំតែធ្វើការអធិប្បាយតាមអ្វីដែលគណៈកម្មការលោកបានធ្វើការកត់សម្គាល់ហើយលោកបានបញ្ជាចេញចំណាំមកហើយប្រហែលជាអត់ស្ដាប់ទេមើលទៅអត់ស្ដាប់គណៈកម្មការទេ បាទសូមឲ្យ ចាបើតាមដំណើរនៃការផ្គូផ្គងគឺឈានចូលដល់ទូគូពិសេស144ហើយដីដោះសែនជ័យបារមីព្រះអង្គខ្មៅដែលឧបត្ថម្ភដោយឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតហ៊ីងមុនហៀងនិងឯកឧត្តមអ៊ុនចន្ទរាលោកបានរួមគ្នាឧបត្ថម្ភទូកដីដោះសែនជ័យបារមីព្រះអង្គខ្មៅមកពីវត្តបទុមរតនៈដីដោះវាលវងកំពង់ចាមកំពុងតែមានព្រៀបហើយមានព្រៀបទៅលើវាលស្បូវសែនជ័យរបស់សម្ដេចវិបុលសេនាភក្តីសាយឈុំចាតាមហើយឯកសន្តានស្រស់ដូចគ្នាមួយខៀវមួយក្រហមចាប៉ុន្តែតាមបែបមិនទាន់ទេចាប់ចំណុចនេះហើយត្រឹមកងពាន់ទី2នេះបើសិនបកៀបកាត់គ្នាអាចទៅថាអាចចាពីកងពាន់ទី2មកខ្សែព្រុតចម្ងាយតែ200ម៉ែត្រទេបាទ បើថាដាច់ប៉ុណ្ណេះហើយបើតាមអត់ទាន់ទេ បាទអូមិនទាន់ទេ តាមអត់ទាន់ទេដីដោះសែនជ័យបារមីព្រះអង្គខ្មៅរបស់ឯកឧត្តមនាយឧត្តមសេនីយ៍មុនហៀងនិងឯកឧត្តមអ៊ុនចន្ទរាទទួលបានជ័យជំនះទៀតហើយចាបាទគឺឈ្នះដាច់តែម្ដងសម្រាប់ដីដុសសែនជ័យបារមីព្រះអង្គខ្មៅខេត្តកំពង់ចាមបាទរបស់បាទគណៈដឹកនាំខេត្តគឺអាដាមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមស្បង់សារ៉ាត់បានចាញ់បង់ទៅលើទូកសម្ដេចវិបុលបញ្ញាបារមីមានជ័យរបស់ឯកឧត្តមសុកសកាននិងឯកឧត្តមសុកពុទ្ធិវុត្តចាបាទគូជាបន្តគូទី95ខ្សែទឹកខាងក្នុងដីដោះសែនជ័យបារមីព្រះអង្គខ្មៅបាទគឺរបស់ឯកឧត្តមនាយឧត្តម សេនីយ៍គតិបណ្ឌិតហ៊ីងមុនហៀងនិងឯកឧត្តមអ៊ុនចន្ទរាចាខ្សែទឹកខាងក្នុងកំពុងតែចាញ់ព្រៀបបន្តិចតួចទៅលើការីវងសុកសែនជ័យរបស់ឯកឧត្តមសុកសកានចាញ់ព្រៀបបន្តិចតួចទេអាចមកលេងគ្នាមុខវេទិកាគេយូរមុខព្រះពលាជ័យនេះគេថាបានអីយ៉ាឡើងខ្លាំងណាស់ទូកទាំងពីរនេះខ្លាំងបាទខ្លាំងដោះសែនជ័យបារមីព្រះអង្គខ្មៅឡើង អូយយ៉ាងម៉េចហើយបាទមកដល់មុខវេទិកាបាទឡើងដីដោះសែនជ័យបារមីព្រះអង្គខ្មៅចំណែកឯបាការីវងសុកសែនជ័យយ៉ាងម៉េចដែរអំបាញ់មិននាំមកកន្លែងដូចទ្រង់ អូយបាទលើក្នុងវិញហើយ ដីដោះសែនជ័យបារមីព្រះអង្គខ្មៅទទួលបានជ័យជំនះជើងទី1 បន្ទាប់នេះបើតាមលេខរៀងនេះគឺដល់គូទី95បាទគូទី95ព្រោះដូចជាគ្មានអ្វីប្រែប្រួលទេអ្នកផ្ដល់ព័ត៌មានពីការចេញដំណើរបាទ
គូទី95ឥឡូវនេះគឺបានឆ្លងផុតកងព័ន្ធទី1ហើយដែរកំពុងតែចាប់យោងហើយមើលទៅលបឿនដូចជាប្រហាក់ប្រហែលគ្នាទេដោយខ្សែទឹកខាងក្រៅគូទី94ដីដុសសែនជ័យបារមីព្រះអង្គខ្មៅដែលអញ្ជើញមកពីខេត្តកំពង់ចាមបាទឧបត្ថម្ភដោយនាយឧត្តមសេនីយ៍គណៈបណ្ឌិតហ៊ុនប៊ុននាងបាទហ៊ុនប៊ុននាងនិងអាដាមអ៊ុនចន្ទាបាទអ៊ុនចន្ទាអភិបាលខេត្តបាទបាននៃគណៈអភិបាលខេត្តឯខ្សែទឹកខាងក្នុងខ្សែទឹកខាងក្នុងគឺគិរីវង្សសុកសែនជ័យមកពីតកែវបាទគឺអាដាមសុកសុកានបាទបន្តឧបត្ថម្ភបាទពីនៅក្នុងខេត្តតកែវចាំមើលនៅពេលនេះឃើញថាខ្សែទឹកខាងក្រៅកំពុងមានព្រៀបខ្លាំងខ្លាតែម្ដងដីដុសសែនជ័យបារមីព្រះអង្គខ្មៅចារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ចាកតេបណ្ឌិតហ៊ីងប៊ុនហៀងនិងឯកឧត្តមអ៊ុនចន្ទាការប្រជើងទី1ក៏មានព្រៀបឈ្នះបែបនេះដែរទៅលើគិរីវង្សសុកសែនជ័យរបស់ឯកឧត្តមសុកសកានឥឡូវនេះឈ្នះទៀតឈ្នះជាលើកទី2ចាសម្រាប់ដីដុសសែនជ័យបារមីព្រះអង្គខ្មៅកំពុងស្បូវមកពីខាងប្រាសាទសបោកំពុងធំចាសម20តោឯកឧត្តមចាញ់បន្តិចចាញ់បន្តិចទេតែលោកតែបន្តិចទេឯកឧត្តមបន្តិចល្អហើយតារៈវេលាល្អបាទស្រីសសុកសែនជ័យទទួលបានការឧបត្ថម្ភពីឯកឧត្តមវង្សសីវិសុទ្ធនិងឯកឧត្តមសុកសុកានហើយក៏ទទួលបានការឧបត្ថម្ភពីលោកជំទាវអានីសុកអានដែរនៅថវិកាចំនួន3លានរៀលបាទសម្រាប់ការប៉ុណ្ណឹងរយៈពេល3ថ្ងៃទេចាចិត្តចាប់ទន្ទឹងកងព័ន្ធទី1ទៀតហើយសម្រាប់ទូគូទី129ចាបាន1000ម៉ែត្រដែរបងប្អូនមកចាប់ទន្ទឹមនឹងកងព័ន្ធទី1នេះចាប់ផ្ដើមហើយចាប់ផ្ដើមយោងទូកហើយចាប់ផ្ដើមយោងហើយព្រោះថានៅសល់តែ700ម៉ែត្រទៀតប៉ុណ្ណោះហើយមកដល់កងព័ន្ធទី2នេះគឺសម្រាប់យកជ័យតែម្ដងតែឥឡូវសូមជម្រាបថាខ្សែទឹកខាងក្នុងហាក់ដូចជាដកបន្តិចបន្តួចចាខ្សែទឹកខាងក្នុងដីដុសសែនជ័យបារមីព្រះអង្គខ្មៅរបស់ឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតហ៊ីងមុនហៀងនិងឯកឧត្តមអ៊ុនចន្ទាបាទអ៊ុនចន្ទានេះដីដុសទៅនិយាយមិញទៅនិយាយមិញចាខ្លាំងណាស់ទូកនេះខ្លាំងណាស់បាទដីដុសសែនជ័យបារមីព្រះអង្គខ្មៅចាខកខានអត់បានទៅនិយាយទូកជូនឯកឧត្តមអ៊ុនចន្ទាមួយឆ្នាំហើយថាឆ្នាំក្រោយឯកឧត្តមលោកនឹងមិនបបងចោលយើងខ្ញុំទេបាទតែមិនអីទេបានលោកគ្រូកែមសុហួតគាត់ទៅបាទបានទៅចូលរួមនៅក្នុងការអធិប្បាយថាពួកគាត់ក៏សប្បាយចិត្តដែរជាមួយនឹងក្រុមការងារបច្ចេកទេសចាអធិប្បាយរបស់យើងបាទខ្សែទឹកខាងក្រៅកំពូលអធិរាជត្រៃភពហនុមានសែនជ័យរបស់ព្រះគ្រូសូត្រស្ដាំព្រះនាមជឿនប៊ុនធីនចាឥឡូវនេះកំពុងចាញ់បងហើយបាទដីដុសសែនជ័យបារមីព្រះអង្គខ្មៅនេះខ្លាំងណាស់បាទទូកនេះចាដីដុសសែនជ័យបារមីព្រះអង្គខ្មៅរបស់ឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតហ៊ីងប៊ុនហៀងនិងឯកឧត្តមអ៊ុនចន្ទាចាឯកឧត្តមថ្ងៃនេះឯកឧត្តមលោកសប្បាយចិត្តព្រោះថាជើងទី1ដាច់ប៉ុណ្ណេះហើយបាទដាច់ប៉ុណ្ណេះហើយអាចថាដាច់ទៀតក៏ថាបានឬមួយក៏យ៉ាងណាយ៉ាងនេះយើងខ្ញុំចានឹងជម្រាបជូនតាមដំណើរកម្ពុជាអធិរាជត្រៃភពហនុមានសែនជ័យរបស់ព្រះគ្រូសូត្រស្ដាំព្រះនាមជឿនប៊ុនធីនចាជើងទី1ណាហាក់ដូចជាតាមដាច់ហើយតាមអត់ទាន់ទេដីដុសសែនជ័យបារមីព្រះអង្គខ្មៅគឺលឿនមែនតើចាលឿនណាស់បាទឥឡូវយើងបន្តទស្សនាគ្រូជាបន្តបាទចិត្តនឹងឆ្លងកំពាន់ទី1រៀងឆ្ងាយបន្តិចហើយប៉ុន្តែមិនអីទេបាទយើងនឹងបន្តធ្វើការអធិប្បាយទៅតាមលំដាប់លេខរៀងដែលធ្វើការគូគងផ្ដល់ជូនហើយគូទី100ឈ្នះវិញបាទទូកនេះទទួលបានការឧបត្ថម្ភបាទពីបាទឯកឧត្តមជីចន្ទោបាទសីសគឺឯកឧត្តមវង្សសីវិសុទ្ធឯកឧត្តមសុកសកានហើយទទួលបានការឧបត្ថម្ភពីលោកជំទាវអានីសុកអានដែរណាបាទនិងឯកឧត្តមសុកសកេនបាទរដ្ឋមន្ត្រីក្រសួងទេសចរថ្ងៃបាក់រសៀលប៉ុន្តែយ៉ាងណាទូកនៅតែសុខភាពលិចដដែលចាំមើលឃើញនៅតែច្បាស់ព្រោះឯកសន្តានល្អឯកខ្សែទឹកខាងក្នុងគឺមហាទន្សាយយ៉ាមហាទន្សាយដែលចូលសែនគឺជាទូកឧបត្ថម្ភពីសំណាក់ឯកឧត្តមបណ្ឌិតសភាចាហុងជួននរុនរដ្ឋបាទអត់ទេបាទកំពូលអធិរាជត្រៃភពបាទត្រៃភពហនុមានសែនជ័យបាទខ្សែទឹកខាងក្នុងកលែងទៅឃើញឯកឧត្តមនិយាយទូកបាទអត់អីទេឥឡូវនេះបាទគឺបដូរខ្សែទឹកគ្នាការពីជើងទី1ដីដុសសែនជ័យបារមីព្រះអង្គខ្មៅប៉ុន្តែឯកឧត្តមបាទកតេបណ្ឌិតហ៊ីងមុនហៀងនិងឯកឧត្តមអ៊ុនចន្ទាបាទគឺឈ្នះ
តែឥឡូវឈ្នះ ហើយឈ្នះទៀតហើយ បាទ ឈ្នះ ដាច់ ទៀត ហើយ ហើយ បាទ ដា ដា ច់ ច់បាទឈ្នះដាច់ទៅលើអាកម្ពុជាអធិរាជត្រៃភពហនុមានសែនជ័យ ចារបងព្រះគ្រូសូត្រស្ដាំព្រានាមជឿនបន្ធីមចាប្រគុណម្ចាស់ពីរជើងហើយតាមគេរហូតចាដីដុសសែនជ័យបារមីព្រះអង្គខ្មែររបងឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតហ៊ីងមុនហៀងចា140មកវិញហើ បាទ យ ដីដុសសែនជ័យបារមីព្រះអង្គខ្មៅ ចា បាទខ្សែទឹកខាងក្នុងផុនឯកឧត្តមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតហ៊ីងមហៀងនិងលោកជំទាវ ទាវ ហើយនឹងឯកឧត្តមអ៊ុនចិន្តា ចា បាទហើយខាងនោះតកែវត្រាំងសុកសែនជ័យ បងឯកឧត្តមសុកពុទ្ធិវុឌ្ឍ បាទសុកពុទ្ធិវុឌ្ឍបានទទួលការឧបត្ថម្ភមកច្រើនណាស់ទូគាត់ឯកឧត្តមមកបាទមកច្រើនបាទឥឡូវកំពុងតែនាំមុខហើយបាទកំពុងតែនាំមុខបាទទៅលើ អត់តាន់ថាបានទេមកចំណុចនេះនៅទន្ទឹមគ្នានៅឡើយបែបនេះអត់តាន់ហ៊ានថាអ្នកណានាំមុខនៅឡើយតាកែវត្រាំងសុកសែនជ័យ លបឿនប្រហាក់ប្រហែលគ្នាល្អបងសម្រាប់ម្យ៉ាងម្នាក់ចុងក្បាលដូចគ្នា ចាឥឡូវនេះយើងមើលឃើញតិចឃើញថាខ្សែទឹកខាងក្នុងហាក់ដូចជាចាស់យងទូក បាទចាក់យងទូក ស្រាជាងតិច ស្រាប់ជាងតិច ចាជាងតិចហើយតែអត់ទេទូកពីរនេះពីរបាលេងគ្នាមកព្រះវិជ័យ បាទ គឺល្អមើលមែនតើ បាទ ឯកឧត្តមរដ្ឋលេខាធិការសុកពុទ្ធិវុឌ្ឍតាកែវសុក តាកែវត្រាំងសុកសែនជ័យខ្សែទឹកខាងក្រៅឥឡូវនេះឃើញថាដីដុសសែនជ័យបារមីព្រះអង្គខ្មៅដកបាទ អត់តដកទេអត់តដកទេនៅឡើយទេទន្ទឹមគ្នាដូចគេក្រៃ បាទដូចគេក្រៃ ដូចគេក្រៃដូចគេក្រៃ ដល់ពេលនេះយើងឃើញហើយបាទ ខ្សែទឹកខាងក្នុងអត់ទី ដកឲ្យណាដកឲ្យមិនអើយតាកែវត្រាំងសុកសែនជ័យបាទទូកនេះទទួលបានការឧបត្ថម្ភពីឯកឧត្តមសុកពុទ្ធិវុឌ្ឍបាទឥឡូវនេះយើងឃើញថាដីដុសសែនជ័យបារមីព្រះអង្គខ្មៅឈ្នះបាត់ហើយ បងប្អូនឲ្យឈ្នះមួយងោក ឈ្នះមួយងោកបាទ ឈ្នះមួយចោឈ្នះបន្តិច តាកែវត្រាំងសុកសែនជ័យបាទទទួលបានការឧបត្ថម្ភពីឯកឧត្តមសុកពុទ្ធិវុឌ្ឍជើងទី1អត់ទេអត់ល្អទេចាញ់ដីដុសសែនជ័យបារមីព្រះអង្គខ្មៅឥឡូវបដូរខ្សែទឹកឃើញថាឆ្លងផុតកំពាន់ទី2សុភ័ណ្ឌភាពក៏ល្អការចាក់យោងក៏ល្អបាទនាំមុខបន្តិចបន្តួចតែដីដុស ចាប់ផ្ដើមហើយខ្សែទឹកខាងក្នុងចាប់ផ្ដើមហើយ បាទដីដុសឡើងពុកដកហើយបាទចំណែកតាកែវស្រុកត្រាំងសែនជ័យយ៉ាងម៉េចហើយតាកែវត្រាំងសុកសែនជ័យ កំពុងតែចាប់ផ្ដើមឡើងហើយតាន់ឬមិនតាន់ បែបអាចមកលេងគ្នាដល់ទីដឹងចាញ់ឈ្នះ អាចដែរបាទអាចបើឈ្នះតិចតួចដែរដីដុសបាទឈ្នះតិចតួច ដែរមកសកត់ក្បាល បាទមកសកត់ក្បាលឬមកពេលទូកហ្នឹងណែមិនអីនេះអើយ ឆ្ងាញ់ដល់ទីឆ្ងាញ់ដល់ពេលដល់ទីការដែលចូលសែនជ័យទទួលបានជ័យជំនះសូមបន្តទៅទូ គូបន្តទៅទៀតនេះគូទី135បាទដីដុសសែនជ័យបារមីព្រះអង្គខ្មៅមកពីវាលសង្កាត់វាលវងក្រុងកំពង់ចាមខេត្តកំពង់ចាមបាទទទួលបានការឧបត្ថម្ភពីឯកឧត្តមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិត ហ៊ីងមុនហៀង និងអាដាមអ៊ុនចិន្តាបាទខេត្តបាទខ្សែទឹកខាងក្រៅនោះគឺស្រីខ្មៅមានជ័យមកពីកំពង់អំពិលពីរៀងទទួលបានការឧបត្ថម្ភពីបច្ច័យអធិការវត្ត វត្តត្រាល់តែម្ដង បាទវត្តបាទចំណុចជើងវត្តអី ដុសសែនជ័យបារមីព្រះអង្គខ្មៅរបស់ឯកឧត្តមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតហ៊ីងមុនហៀងនិងឯកឧត្តមអ៊ុនចិន្តាដាច់តែម្ដងឈ្នះដាច់ជើងទី1 បាទឥឡូវនេះបាទទូកកពីបាទគូទី135ខ្សែទឹកខាងក្នុងស្រីខ្មៅមានជ័យបាទមកពីកំពង់បពិលបាទនៅខាងស្រុកពីរៀងខេត្តព្រៃវែងដែលទទួលបានការឧបត្ថម្ភពីបច្ចេកអធិការវត្តបាទប្រកួតជាមួយខ្សែទឹកខាងក្នុងដីដុសសែនជ័យបារមីព្រះអង្គខ្មៅបាទរបស់សង្កាត់វាលវងក្រុងកំពង់ចាមខេត្តកំពង់ចាមបាទដែលទទួលបានការឧបត្ថម្ភពីអាដាមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតហ៊ីមុនហៀងនិងអាដាមអ៊ុនចិន្តា ចា បាទ135នេះខ្សែទឹកខាងក្រៅដីដុសសែនជ័យបារមីព្រះអង្គខ្មៅបាទគឺកំពុងតែបាទឥឡូវដល់ទីហើយ ព្រៀបដល់ទីតែម្ដងចាឈ្នះទៅលើស្រីខ្មៅមានជ័យជាលើកទី2 បាទហើយក៏មានគ្រឿងឧបភោគបរិភោគច្រើនទៀតបាទបានជួយនៅក្នុងការឧបត្ថម្ភសម្រាប់ទូកបាទនៅវត្តឯករាំងសី ចាសម្ដេចជាទីគោរពដោយសារយើងខ្ញុំត្រូវអធិប្បាយទូកបន្តទៀតចាំមានពេលវេលានិងគោរពថ្លែងអំណរគុណជាបន្តទូកគូទី124បាទតាមលេខរៀងចាអញ្ចឹងយើងខ្ញុំនឹងធ្វើការកែតម្រូវបើសិនជាមានការច្បាស់លាស់ពីគណៈកម្មការចេញដំណើរក៏ដូចជាគណៈកម្មការដទីហើយក្រុមអធិប្បាយរបស់យើងខ្ញុំនោះក៏សម្ភារណាដែរជាមួយនឹងការតាមដានទៅលើគូចានីមួយនាគខៀវមានជ័យ
ចាទូកនេះរបស់លោកកឹមសវណ្ណចាមកពីខាងចាំងរ៉េក្រោមមានជ័យខ្សែទឹកក្នុងហាក់ដូចជាចាញ់បងខ្លាំងចានាគធាមានជ័យហាក់ដូចជាចាញ់បងខ្លាំងទៅលើដីដុសសែនជ័យបារមីព្រះអង្គខ្មៅរបស់ឯកឧត្តមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតហ៊ីងមុនភៀងនិងឯកឧត្តមអ៊ុនចន្ទរាចាសូមគោរពអរគុណឯកឧត្តមនាយឧត្តមសេនីយ៍និងឯកឧត្តមអត្តបាលនៃគណៈអត្តបាលខេត្តកំពង់ចាមដែលបានឧបត្ថម្ភទៅលើដីដុសសែនជ័យបារមីព្រះអង្គខ្មៅលៀងដាច់ហើយចាបើនិយាយពីខ្សែទឹកខាងក្នុងវិញបើនិយាយពីសភនភាពចុងចវាគឺល្អឯកបាទល្អឯកចាចាក់យោងមកមើលឃើញផ្លិតផ្លែតសម្រស់នឹងល្អប៉ុន្តែឥឡូវតាមមិនទាន់ទេដោយសារដីដុសសែនជ័យបារមីព្រះអង្គខ្មៅរបស់ឯកឧត្តមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតហ៊ីងប៊ុនហៀងនិងឯកឧត្តមអ៊ុនចន្ទរានឹងលឿនណាដាច់ចាស់បាទលឿនបាទដាច់ប៉ាត់តែម្ដងបាទចាចាប់សន្ទឹងកងពាន់ទី1នេះគឺជាទូកនាគខៀវមានជ័យខ្សែទឹកខាងក្រៅដីដុសសែនជ័យបារមីព្រះអង្គខ្មៅខ្សែទឹកខាងក្នុងបងប្អូនហើយយើងខ្ញុំនឹងធ្វើការកែតម្រូវបើសិនជាមានការកំហុសឆ្គងចាលេខ229 200ឬក៏279ចាគឺជាទូកខ្សែទឹកខាងក្នុងដែលមានឈ្មោះថាដីដុសសែនជ័យបារមីព្រះអង្គខ្មៅចាចាខ្សែទឹកខាងក្នុងដីដុសសែនជ័យបារមីព្រះអង្គខ្មៅដែលមកពីវត្តបទុមរតនដីដុសវាលវងកំពង់ចាមកំពុងតែមានព្រៀបឃើញថាដាច់បដាហើយដាច់បដាហើយទៅលើនាគធាមានជ័យរបស់លោកកឹមសវណ្ណដែលមកពីចាំងរ៉េក្រោមចាមកពីចាំងរ៉េក្រោមដីដុសសែនជ័យបារមីព្រះអង្គខ្មៅទទួលបានការឧបត្ថម្ភពីឯកឧត្តមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតហ៊ីងមុនហៀងនិងឯកឧត្តមអ៊ុនចន្ទរាចាទូកមកពីខាងកំពង់ចាមមកពីខាងវាលវងកំពង់ចាមការពីជើងទី1ឈ្នះបែបហ្នឹងតែឥឡូវបដូរមកនៅខ្សែទឹកខាងក្នុងរត់តែដាច់មែនតែម្ដងគឺល្អមែនតែម្ដងបាទឥឡូវយើងឃើញហើយបាទខ្សែទឹកខាងក្នុងដីដុសសែនជ័យបារមីព្រះអង្គខ្មៅបាទគឺបាននាំមុខបាទយ៉ាងច្រើនបាទទៅលើបាទនាគខៀវមានជ័យបាទនេះថាជើងទី1ក៏ទទួលបានជ័យជំនះផ្លាស់ប្ដូរខ្សែទឹកក៏នៅតែបន្តធ្វើបានល្អដែរសម្រាប់ទូកដែលមកពីខេត្តកំពង់ចាមស្រុកកំពង់សៀមបាទយើងឃើញហើយបាទគឺនៅតែទទួលបានជ័យជំនះនៅជើងទី2ជាបន្ត